ឆាម្រះព្រៅគ្រឿងសមុទ្រភ្ញៀវសុំបែបហឹរទៀតដែរបងប្អូនអរគ្នានិយាយទៅមុខម្ហូបមុខនេះណាបើអត់ហឹរក៏អត់ឆ្ងាញ់ដែរបងប្អូនចាយើងដាក់ម្ទេសក្រៀមលាយម្ទេសស្រស់ដែលយើងបុករួចរាល់ហើយហ្នឹងយើងឆាម្លីងជាមួយនឹងគ្រឿងទឹកសុសយើងដែលលាយស្រាច់ទេបងប្អូនចាយើងម្លីងឲ្យរៀងចូលគ្រឿងគ្នាហើយយើងចាប់ផ្ដើមដាក់តែជាមួយគ្រឿងសមុទ្រយើងចូលទៅបងប្អូនកូរត្រឡប់តាមមួយផ្លេតដល់5នាទីបងប្អូនអរគ្នាឆ្អិនហើយចំពោះនៅតូបខ្ញុំឆាដាក់តែគ្រឿងទឹកសុសហើយយើងដាក់ជាមួយនឹងសាច់យើងរំលីងចូលទៅខ្ញុំអត់មានថែមទឹកអីទៀតទេបងប្អូនអរគ្នាព្រោះឯបើយើងដាក់ទឹកទៀតហ្នឹងគឺវាទឹកច្រើនទៅពេលយើងយកទៅស្រោចលើបាយគឺវាជោគបាយអញ្ចឹងវាអត់ឆ្ងាញ់ទេអញ្ចឹងយើងយកឆាបែបកកទឹកប៉ែតិចអញ្ចឹងគឺឆ្ងាញ់មែនទែនតោះមកខ្ញុំដាក់ជាមួយនឹងម្រះព្រៅចូលទៅហើយថ្ងៃនេះភ្ញៀវគាត់កំងថែមបាយពិសេសពីលើថែមទៀតបងប្អូនអរគ្នាចង់សាកញ៉ាំអីអាចតាក់ទងឆាតសួរតាម Telegram ក៏បានឬក៏មកក្នុង Page ក៏បានដែរទីតាំងលក់នៅប៉ោយប៉ែតណាបងប្អូនចាលេខទូរស័ព្ទ093375494អរគុណច្រើន